น้ำមានអាយុ22ឆ្នាំកាលពីខែមុនគាត់បានធ្លាក់ក្នុងការប្រឡងសំខាន់មួយចាប់តាំងពីក្មេងគាត់បានសិក្សាដោយមានភាពទទួលខុសត្រូវនិងខិតខំអស់ពីសមត្ថភាពគាត់គិតថាគាត់ធ្លាប់តែជាបុគ្គលម្នាក់ដែលមានចំណង់ចំណូលចិត្តសកម្មភាពកម្សាន្តជាច្រើនគាត់ជាមនុស្សម្នាក់ចូលចិត្តការប្រកួតប្រជែងទោះជាយ៉ាងណាក៏ដោយសពថ្ងៃនេះណាំមិនស្គាល់ខ្លួនឯងទេមិនមានអ្វីដែលចាប់អារម្មណ៍ឬទាក់ទាញចំណាប់អារម្មណ៍របស់គាត់ឡើយគាត់មានអារម្មណ៍ចម្លែកនៅក្នុងគ្រួសាររបស់គាត់ណាំនិយាយថាគាត់មានអារម្មណ៍ថាមិនមានផាសុកភាពក្នុងការនៅផ្ទះនិងរងចាំឲ្យអ្វីកន្លងផុតទៅដោយខ្លួនឯងប៉ុន្តែគាត់មិនមានកម្លាំងធ្វើអ្វីឡើយគាត់បានឈប់លេងបាល់ទាត់ជាមួយមិត្តភ័ក្តិរបស់គាត់នៅរសៀលថ្ងៃអាទិត្យនិងឈប់ដើរលេងជាមួយមិត្តភក្តិរបស់គាត់ដោយសារគាត់ខ្មាស់នឹងស្ថានភាពរបស់គាត់ស្ទើរតែមិនដែលចេញពីផ្ទះរបស់គាត់ទេព្រោះខ្លាចជួបនរណាម្នាក់គាត់ស្គាល់ដែលអាចនឹងសួរនាំគាត់មានអារម្មណ៍ថាហត់នឿយនិងគ្មានការលើកទឹកចិត្តគាត់វិនិច្ឆ័យខ្លួនឯងថាជាមានបញ្ហាទាំងស្រុងគាត់មិនដឹងថាត្រូវទៅកន្លែងណាឬត្រូវធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាទាំងនេះទេ